ចាសូមគោរពអាដាមអៀងថូម៉ាស់អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មអុកញ៉ាសាស្ត្រាចារ្យសមូហបណ្ឌិតលីសុភាពប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាលោកស្រីប្រធានមន្ទីរទាំងអស់ដែលបានអញ្ជើញដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញនិងតំណាងក្រសួងពាក់ព័ន្ធវាគ្មិនបងប្អូនចាស់ជីវកម្មទាំងអស់ដែលបានអញ្ជើញមកនៅថ្ងៃនេះចាហើយនឹងសហគ្រិនវ័យក្មេងរបស់យើងដែលជាកម្លាំងចលករមានសក្តានុពលនៃពាណិជ្ជកម្មកម្ពុជាចាសូមស្វាគមន៍ទាំងអស់គ្នាចាក្នុងនាមលោកជំទាវចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនាងខ្ញុំមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងនៅអញ្ជើញបានបងអុកញ៉ាគាត់អញ្ជើញបានដល់ទៅទាំងអស់គ្នាឥឡូវទិន្នន័យរបស់យើងឡើងដល់170នាក់នៅថ្ងៃនេះចាពិតជាសប្បាយរីករាយមែនតើដែលបានចំណាយពេលវេលាចូលរួមនៅកិច្ចសិក្ខាសាលានេះចាមុននឹងខ្ញុំចាប់ដើមសន្ទនាសែងសន្ទរកថារបស់នាងខ្ញុំសូមសួរមួយថាតើបងញ៉ាអាដាមបានឃើញ notification ពីអាក្លេដា app ទេម្សិលមិញបានឃើញ made by her យុទ្ធនាការរបស់យើងដែលលោកជំទាវរដ្ឋមន្ត្រីចំនិមលនិងលោកជំទាវអង្គថាភាវីបានរួមគ្នាសហការដើម្បីជួយជំរុញផលិតផល Cambodia Made ហើយនឹងយុទ្ធនាការ Made by her ចាអញ្ចឹងនាងខ្ញុំបានធ្វើ push សហការជាមួយអាក្លេដាដើម្បី push notification ឲ្យបានបងប្អូនទាំងអស់គ្នាថាស្អីគេ Made in Cambodia made by her ចាហើយក៏ link ទៅ cambodiatrade.com របស់យើងដែរចាដល់ពេលនេះទៅដោយសារតែអាក្លេដាអាប់គាត់មានសមាជិកច្រើនអញ្ចឹងម្នាក់ចុចមកឡើង Cambodia Trade របស់យើង crash ទប់អត់ជាប់ចាមានន័យថាដែលមានទទួលថាគ្រប់គ្រងខ្លាំងបានចុចចង់ដឹងថាស្អីគេចាអញ្ចឹងមានន័យថាបើសិនជាបងប្អូនដាក់ផលិតផលនៅក្នុង cambodiatrade.com យើងមានយុទ្ធនាការផ្សព្វផ្សាយដើម្បីឲ្យគេដឹងពីផលិតផលរបស់អាដាមលោកជំទាវលោកស្រីទាំងអស់ចាអញ្ចឹងនេះហើយដែលយើងត្រូវការផលិតផលដែលមានគុណភាពដោយបងអុកញ៉ាគាត់បានមានប្រសាសន៍នឹងអញ្ចឹងចាបើសិនជាយើងអត់មានគុណភាពទេយើងអត់អាចប្រកួតប្រជែងនៅក្នុងទីផ្សារបានទេបើគេញ៉ាំទៅមានបញ្ហាគេញ៉ាំទៅអត់មានសុខភាពល្អគេអត់ទិញរបស់យើងទៀតទេចានេះហើយគឺជាចក្ខុវិស័យរបស់លោកជំទាវរដ្ឋមន្ត្រីដែលគាត់បានរៀបចំគោលនយោបាយពាណិជ្ជកម្ម2030ចាអញ្ចឹងនិយាយថា trade toward 2030តើគោលនយោបាយនោះមានអីខ្លះគឺបង្រួមគម្លាត digital របស់យើងសម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាហើយកសាងខ្សែចង្វាក់តម្លៃដើម្បីឲ្យផលិតផលខ្មែរយើងទៅគ្រប់តំបន់និងអាចឈានចូលទៅទីផ្សារអន្តរជាតិបានចាយើងមិនត្រឹមតែប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុកទេដោយអាដាមសម្ដេចមហាធិបតីរបស់យើងបានមានប្រសាសន៍ថាផលិតផលខ្មែរយើងបានចូលទៅក្នុងទីផ្សារយើងតែ30%តែប៉ុណ្ណោះបើសិនជាបាន50%គឺគាត់ពិតជាសប្បាយចិត្តខ្លាំងអញ្ចឹងទីនេះគឺត្រូវតែបងប្អូនទាំងអស់គ្នាខំប្រឹងដើម្បីយកផលិតផលរបស់យើងចូលក្នុងទីផ្សារឲ្យបានចា៎ហើយក្រសួងពាណិជ្ជកម្មគឺចូលរួមផ្សព្វផ្សាយគឺជាគេហៅថា TOR របស់ក្រសួងពាណិជ្ជកម្មគឺដើររកបង្កើតទីផ្សារថ្មីជូនចាគឺពង្រឹងទីផ្សារចាស់បង្កើតទីផ្សារថ្មីនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះគឺជាការមានន័យថាយើងបានទទួលហេរ៉ាញ់ប្រទានតិចតួចពី CBRD ដែលក្រសួង MPTC ចាប៉ុន្តែនាងខ្ញុំកំពុងតែរៀបចំដែលដោយបងអញ្ញាមានប្រសាសន៍ត្រូវតែយុទ្ធនាការទូទាំងប្រទេសតែម្ដងនេះគឺជា pilot testing មួយទេដែលយើងគិតថាតើយើងធ្វើនៅក្នុងភ្នំពេញយើងបានប្រមូលបានប្រមាណអ្នកតើផលិតផលណាខ្លះដែល
រួចរាល់ដែលអាចយកចូលទៅក្នុងទីផ្សារ Cambodia Trade បានផលិតផលនោះត្រូវតែមានចុះបញ្ជីចុះបបផត្រឹមត្រូវបានយើងអាចជួយជំរុញទៅគាត់បានអញ្ចឹងផលិតផលណាដែលអត់ទាន់ទេយើងអាចផលិតមើលហើយយើងអាចសិក្សាថាតើយើងជួយលោកស្រីឬក៏បងប្អូនទាំងអស់ដោយរបៀបណាដើម្បីឲ្យបានគេហៅថាមានស្តង់ដារត្រឹមត្រូវចាបើសិនជាយើងអត់មានស្តង់ដារត្រឹមត្រូវទេយើងមិនអាចប្រកួតប្រជែងនៅក្នុងទីផ្សារបានទេចាចាដូចបងចាគាត់លើកឡើងច្រើនហើយពីរឿងទាំងអស់ហ្នឹងខ្ញុំអត់លើកឡើងបន្ថែមទៀតទេប៉ុន្តែយើងដឹងហើយថាការវិវត្តនៃពាណិជ្ជកម្មរបស់យើងតាំងពីជំនាន់ដើមយើងដឹងហើយតែគេហៅថា barter system យើងថាចូលទៅក្នុងប្រឡូកពាណិជ្ជកម្មដោយចែកដោតដោយសំណាងបើសិនជាខ្ញុំមានត្រីឬក៏មានអង្គខ្ញុំចង់បានត្រីខ្ញុំត្រូវទៅដើរស្វែងរកអ្នកដែលមានត្រីដល់ពេលស្វែងរកអ្នកមានត្រីហើយគាត់ថាគាត់អត់ចង់បានអង្គរបស់ខ្ញុំទេគាត់ចង់បានតែអស់មកវិញដើម្បីដុតត្រីរបស់គាត់ចាអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំញ៉ាំបាយទទេអញ្ចឹងកាលពីដើមមកយើងធ្វើការពាណិជ្ជកម្មដោយសំណាងចាបន្ទាប់មកយើងក៏មានលុយយើងបង្កើតមាសលុយប៉ុន្តែដោយការធ្វើដំណើរវាមានហានិភ័យថាយើងគិតមើលយកមាស100គីឡូដើរតាមខ្លួនវាអត់ស្រួលទេចាអញ្ចឹងហើយដល់សម័យបច្ចេកវិទ្យាដោយសារតែយើងប្រទេសយើងបាន leapfrog មានន័យថាចាំយើងអត់ប្រើ credit card ទេយើងប្រើតែដល់ QR code តែម្ដងដែលធ្វើដោយ blockchain អញ្ចឹងហើយដែលវាជួយឲ្យពាណិជ្ជកម្ម electronic របស់យើងហ្នឹងឈានទៅមុខបានលឿនចាហើយនេះខ្ញុំក៏សូមជម្រាបជាទិសដៅរបស់លោកជំទាវរដ្ឋមន្ត្រីក្នុងការរៀបចំយើងកំពុងរៀបចំក្របខ័ណ្ឌគោលនយោបាយ2030នេះគឺមានសសរស្តម្ភចំនួន5ទី1គឺពាណិជ្ជកម្មអន្តរជាតិមានន័យថាបដូរពីការចូលទីផ្សារដោយចៃដន្យឬក៏សំណាងនេះមកការប្រើប្រាស់កិច្ចព្រមព្រៀង FTA ប្រកបដោយភាពឆ្លាតវៃអញ្ចឹងក្រសួងពាណិជ្ជកម្មគឺយើងបានចរចា11 FTA រួចហើយចាអញ្ចឹងក៏យើងមាន portal ដែលគេហៅថា FTA portal ដែលលោកស្រីទាំងអស់អាចចូលទៅមើលថាផលិតផលខ្ញុំចង់នាំចេញទៅចិននាំចេញទៅកូរ៉េតើមានគេហៅត្រូវការលក្ខខណ្ឌអីខ្លះត្រូវការស្តង់ដារអីខ្លះហើយពុនប្រមាណតើយើងអាចទៅរកស៊ីនៅចិនល្អជាងឬក៏ទៅកូរ៉េល្អជាងផលិតផលរបស់យើងហ្នឹងគឺនៅក្នុង portal របស់យើងហ្នឹងគឺបាន compare រួចស្រេចហើយចាអញ្ចឹងមានការងាយស្រួលយើងមិនបាច់ទៅអានទំព័រ100ទំព័រ200ទំព័រពីរឿង FTA ហ្នឹងទេចាទី2គឺពាណិជ្ជកម្មក្នុងស្រុកគឺហើយនឹងខ្សែចង្វាក់តម្លៃបដូរពីផលិតផលតម្លៃទាបមកជាផលិតផលមានគុណភាពហើយមានតម្លៃបន្ថែមអញ្ចឹងមានន័យថាប្រទេសរបស់យើងគឺយើងអាច mass produce បានទេយើងអត់មានលទ្ធភាពទៅធ្វើទ្រង់ទ្រាយធំទេអញ្ចឹងយើងត្រូវតែធ្វើផលិតផលយើងនេះឲ្យមានគេហៅថាច្នៃប្រឌិតខ្ពស់ដើម្បីចាប់យកទីផ្សារខ្ញុំសូមឧទាហរណ៍មួយគឺប្រហែលជាបងប្អូនទាំងអស់គ្នាស្គាល់សាប៊ូស្ពៃចាអញ្ចឹងដោយសារតែសម័យ COVID ឬក៏កាលនោះ2024ចាគាត់ថាគាត់ចាប់ផ្ដើមគឺដោយសារស្ពៃរបស់យើងនេះអត់មានទីផ្សារអញ្ចឹងគាត់ជួយទិញទាំងតោនដើម្បីមកច្នៃប្រឌិតទៅជាសាប៊ូដោយសារតែគាត់មានស្ពៃវាមានវីតាមីន A D មានប៉ូតាស្យូមមានអីច្រើនដើម្បីជួយសក់យើងចាជាដើមអញ្ចឹងហើយគឺជាកំណត់ច្នៃប្រឌិតដែលយើងត្រូវតែខំសិក្សាខំស្វែងរកយើងជាអ្នកផលិតយើងត្រូវតែកែច្នៃប្រឌិតដើម្បីឲ្យមានគេថា uniqueness មានន័យថាខ្មែរយើងអត្តសញ្ញាណរបស់យើងឲ្យប្លែកខុសពីគេចាទី3គឺការអភិវឌ្ឍពាណិជ្ជកម្ម digital ចានេះហើយគឺជាសសរស្តម្ភទី3របស់យើងដែលថ្ងៃនេះនាងខ្ញុំបានសហការជាមួយបងអញ្ញាដើម្បីអញ្ជើញបងប្អូនទាំងគ្នាដើម្បីអាចឲ្យដឹងថាតើបងប្អូននៅ category ណាខ្លះតើត្រូវការជំនួយអីខ្លះ
បន្ថែមទៀតដើម្បីអាចចូលទៅក្នុងទីផ្សារ Cambodia Trade បានចាព្រោះកាលពីមុនយើងគិតថាយើងចង់ត្រូវតែអ្នកចំជីផ្សព្វផ្សាយទៅអ្នកចំជីទេប៉ុន្តែផលិតផលដែលក្រៅប្រព័ន្ធមានច្រើនណាស់ចាដែលយើងត្រូវតែជួយពួកគាត់ដើម្បីឲ្យคล้ายទៅជា standard បានចាទី4គឺកំណែតម្រង់ស្ថាប័នគឺលោកជំទាវរដ្ឋមន្ត្រីគិតគូរជាច្រើនចាក់ខុសវិស័យគាត់វែងឆ្ងាយហើយមុខមុតដើម្បីបដូរប្រព័ន្ធស្មុគស្មាញចំជីក៏ស្រួលប្រព័ន្ធទំនើបតម្លាភាពហើយគួរឲ្យទុកចិត្តចាហើយទី5គឺយើងចាក់ចេញពី LDC graduation ពេលណា2029តែយើងត្រូវពង្រឹងយើងវាម៉េចយើងអស់ហើយពុនអកសូននោះគឺលែងមានហើយ2029តែយើងត្រូវការពង្រឹងខ្លួនយើងបែបណាការអនុគ្រោះពន្ធលែងមានចាអញ្ចឹងការប្រកួតប្រជែងសមត្ថភាពគឺសំខាន់ដើម្បីយើងអាចទៅប្រកួតប្រជែងនៅតំបន់និងសកលបានមួយទៀតដោយសារតែក្រសួងយើងបានដឹងថាយើងដាក់ដើម្បីចង់ពង្រីកទីផ្សារឬក៏ចង់ឲ្យផលិតផលយើងកាន់តែធំយើងត្រូវការដើមទុន bank ត្រូវការ collateral មានន័យថាយើងត្រូវតែយកផ្ទះយកទៅអីដីធ្លីទៅដាក់ប្រចាំប៉ុន្តែក្រសួងពាណិជ្ជកម្មយើងមាន set for 2.0 ដែលយើងប្រើ blockchain ហើយគឺយើងអាចប្រើគេហៅថា stock ផលិតផលរបស់យើងហើយយើងអាចប្រើម៉ាស៊ីន equipment របស់យើងដើម្បីយកមកដាក់ជាវត្ថុបញ្ចាំដើម្បីអាចទទួលយកបាន loan ពី bank ផ្សេងៗចាបើសិនជាក្រសួងពាណិជ្ជកម្មចេញendorse អានឹងហើយគឺមានន័យថាយើងអាចយក stock របស់យើងយកទៅខ្ចីពី bank បានចាមួយទៀតនាងខ្ញុំក៏កំពុងតែរៀបចំគេហៅថាផែនទីបង្ហាញផ្លូវសម្រាប់គេហៅថាពាណិជ្ជកម្មអេឡិចត្រូនិកជនបទមានន័យថាយើងមិនត្រឹមតែជួយនៅ urban នេះទេយើងចឹងជួយទៅដល់ជនបទទៀតតែពួកគាត់អាចចូលទៅក្នុង e-commerce ដោយរបៀបម៉េចយើងដឹងហើយថាប្រទេសចិនគាត់ប្រកែខាង e-commerce របស់គាត់ live streaming លក់ផលិតផលរបស់គាត់នៅតាម TikTok តាមតៅប៉ោជាដើមអញ្ចឹងខ្មែរយើងក៏អាចមានលទ្ធភាពធ្វើបែបហ្នឹងដែរចាអញ្ចឹងគម្រោងនេះគឺយើងជួយ10 SME ដើម្បីកែច្នៃ product របស់គាត់ package គាត់ឲ្យស្អាតដូចយើងដឹងហើយថាពេលដែលយើងទៅទិញអីវ៉ាន់គ្រាន់តែមើល package ទៅយើងដឹងថា quality ហ្នឹងទោះបីជាយើងឆ្ងាញ់មិនក៏ដោយគេគ្រាន់តែមើល package យើងអត់ស្អាតគេអត់ចង់សាកអីគេអត់ជឿទុកចិត្តថាសូម្បីតែខ្លួនឯងស្លៀកពាក់អត់ទាំងស្អាតផងតើរបស់យើងស្អាតអត់នៅខាងក្រោយអញ្ចឹងហើយបាន packaging គឺជាសំខាន់គ្រាន់តែគេឃើញ product របស់យើងខាងក្រៅគេមើល template គេថាអូនេះអាចទុកចិត្តបានចាហើយចាំបានគេទៅ test យើងទៀតដើម្បីតម្លៃទៅទិញហើយយកមក test ថាតើឆ្ងាញ់អត់អញ្ចឹងសំខាន់ណាស់គឺយើងរៀប package ឲ្យត្រូវឲ្យស្អាតប៉ុន្តែយើងមិនមែនគិតត្រឹមតែនៅស្រុកខ្មែរទេ package ព្រោះយើងដឹងថា package ស្រុកខ្មែរហើយនឹងទៅនាំទៅចេញទៅក្រៅគឺត្រូវការខុសគ្នាចាការចំណង់ចំណូលចិត្តពួកគាត់ខុសគ្នាអញ្ចឹងយើងជួយ10 SME ហ្នឹងដូរ packaging ហើយរៀបចំឲ្យគាត់ដឹងថាពី cost of goods sold របស់គាត់ថាតម្លៃដើមគាត់ប៉ុន្មានតើគាត់អាចលក់ជា wholesale បានប្រមាណដើម្បីប្រជាជនរបស់យើងទិញផលិតផលយើងហើយគាត់អត់ខាតទេនៅតែអាចទ្រទ្រង់បានអញ្ចឹងមានន័យថា the economic of scale ប្រជាជនផលិតផលខ្មែរយើងថាថ្លៃហេតុអីបានជាថ្លៃដោយសារតែអ្នកផលិតរបស់យើងទូចអញ្ចឹងគាត់ពេលទៅទិញ raw material វត្ថុធាតុដើមគាត់ទៅទិញបានតិចទេតែទិញតិចថ្លៃហើយថ្លៃខ្ពស់ហើយថ្លៃដើមខ្ពស់ហើយអញ្ចឹងក៏គាត់យកមកផលិតក៏ថ្លៃដែរចាអញ្ចឹងបើសិនជាយើងមាន cluster ដូច Misty ក៏កំពុងធ្វើដែរ cluster យើងអាចចូលរួមគ្នាទិញវត្ថុធាតុដើមរួមគ្នាអញ្ចឹងតម្លៃនឹងចុះថោកតម្លៃថោកពេលយើងផលិតយើងចែកចាយក៏វាថោកទៅតាមនឹងដែរអញ្ចឹងយើងអាចឲ្យគេហៅ competitive អាច compete បានចាជាមួយនឹងផលិតផលដែលនាំចូលព្រោះផលិតផលដែលនាំចូលគេធ្វើ mass production ចាហើយ
យើងក៏មាន export lab ដែលជំនួយរបស់ EU German Gate ដែលពួកគាត់ប្រឹក្សាយោបល់ជួយថានាំចេញទៅលក់នៅ German នៅ Europe តែត្រូវការ standard អីខ្លះអញ្ចឹងក្រសួងពាណិជ្ជកម្មគឺដើរបើកទីផ្សារជូនបងប្អូនអញ្ចឹងបងប្អូនខំប្រឹងតែផលិតធ្វើឲ្យគុណភាពបានល្អហើយក្រុមការងារថ្ងៃនេះនឹងមានវាគ្មិនយើងមកពិភាក្សាមកបង្ហាញថាធ្វើម៉េច trademark product របស់យើងឲ្យបានល្អបើសិនជាយើងមានផលិតផលមួយល្អហើយយើងខំប្រឹង marketing ប៉ុន្តែយើងអត់មកចុះបញ្ជីដូចបងមានប្រសាសន៍យ៉ាងបងអញ្ញាថាអត់មានអត្តសញ្ញាណអត់មានសម្បត្តិកំណើតរបស់យើងហើយអត់ trademark product របស់យើងគេនឹងយក logo របស់យើងយកទៅប្រើតែគេទៅ trademark មុនយើងខំប្រឹងជា idea របស់យើងអត់អាចទៅចរចាឲ្យបានទេទៅតាមច្បាប់គឺអ្នកដែលចុះបញ្ជីគឺយើង protected by អ្នកដែលចុះបញ្ជីចុះ trademark ត្រឹមត្រូវទោះបីជាយើងខំប្រឹងសេនិយាយថាអូខ្ញុំជាកំណត់របស់ខ្ញុំក៏អត់មាននរណាគេអាចជឿទុកចិត្តឬក៏ឲ្យយើងឈ្នះបានដែរត្រូវតែចូលទៅក្នុងច្បាប់ត្រឹមត្រូវចា៎អញ្ចឹងនាងខ្ញុំសូមអត់និយាយច្រើនទេទៅសូមជាបើកតែម្ដងប៉ុន្តែមុននឹងនាងខ្ញុំបញ្ចប់នាងសូមជូនសារកណ្ដឹង 3 ចាទី1គឺយើងចាប់ផ្ដើមត្រូវគិតពីសកលជាដំបូងមានន័យថាពេលយើង do branding think global រៀបចំ packaging standard កុំគិតថាវាអស់ថ្លៃយើងជា investment មួយដើម្បីឲ្យ product របស់យើងនឹងអាចប្រកួតប្រជែងបានបើសិនជាយើងអត់ invest នឹងទេគិតតែថាអូខ្លាចពន្ធតាក់ខ្លាចអស់លុយប៉ុន្តែបើសិនជាយើងអត់កសាងអា standard របស់យើងនឹងទេប្រកួតប្រជែងអត់បានវែងឆ្ងាយទេប្រកួតប្រជែងបានបន្តិចយើងនឹងដួលហើយចាព្រោះយើងអត់មានឫសរឹងមាំទី2គឺកសាងទំនុកចិត្តតាមរយៈគុណភាពចាអញ្ចឹងដូចខ្ញុំលើកឡើងអញ្ចឹងថាគេឈ្មោះនៅក្នុង global market គឺសំខាន់ណាស់យើង protect គេឈ្មោះរបស់យើងរាប់សិបឆ្នាំគេគាត់ដួលពាក្យបន្តិចតួចក៏យើងអាចងាយស្រួលនឹងត្រូវការគេវាប្រហារដែរអញ្ចឹងធ្វើម៉េច standard គុណភាពរបស់យើងឲ្យខ្លាំងចាទី3គឺដឹកនាំក្រុមហ៊ុនរបស់យើងដោយស្មារតីសហគ្រិនភាពតើសហគ្រិនភាពមានន័យថាម៉េចមានន័យថាយើងចូលទីផ្សារឲ្យលឿនបំផុត testing យើងទី1គេហៅថាevolution loop creation evolution creation loop នឹងមានន័យថាមាន6 point ដែលនាងខ្ញុំចង់លើកឡើងទី1គឺពេលណាដែលយើងឃើញ opportunity យើងគិតថាផលិតផលយើងនឹងអាចចូលក្នុងទីផ្សារបានហើយតែយើងធ្វើម៉េចដើម្បីអាចថាយើងមានផលិតផលពីរចាស់ថាមួយយើងចូលចិត្តមួយទៀតយើងអត់ចូលចិត្តទេតែធ្វើម៉េចដើម្បី test ទីផ្សារហ្នឹងឲ្យលឿនដើម្បីឲ្យដឹងថាមួយណាដែលយើងចង់ផលិតអញ្ចឹងយើងអាចប្រើ social media ដើម្បីធ្វើ campaign គិតឲ្យតែជន vote មកយើងថាអូបងផលិតផលពីរហ្នឹងមួយណាចូលចិត្តជាងអញ្ចឹងយើងអាចដឹងថាផលិតផលដែលយើងអាចយកទៅផលិតបន្ថែមដើម្បីឲ្យជាថាmarket fit product market fit ដើម្បីឲ្យដឹងថាតើ product ហ្នឹងពិតជាត្រឹមត្រូវហើយគេចូលចិត្តបានហើយបានយើង scale up go to market scale up exit ហើយនេះហើយជាគោលការណ៍របស់យើងដែលយើងគិតថាសហគ្រិនភាពគឺជាជាសសរស្តម្ភមួយដែលសំខាន់បំផុតដែលយើងគួរតែមានបើសិនជាយើងអត់មានសហគ្រិនភាពនឹងទេយើងអត់អាច test pilot testing product នឹងលឿនទេយើងអត់អាចចូលទៅប្រកួតក្នុងទីផ្សារបានទេហើយឥឡូវយើងដឹងហើយសម័យបច្ចេកវិទ្យា AI robotic ទាំងអស់នោះគឺយើងអាច replace បានប៉ុន្តែក៏គិតថា AI នឹងមក replace យើងគិតថា AI ហើយ human មានន័យថាយើងចេះប្រើ AI យើងនឹងអាចពង្រឹងសមត្ថភាពយើងអញ្ចឹងក្រុមការងារនៅថ្ងៃនេះនឹងពេលថ្ងៃចាអញ្ចឹងសូមអញ្ជើញបងប្អូននៅរហូតដល់ពេលថ្ងៃល្ងាចយើងនឹងមានបទបង្ហាញដែលយើង upload picture យើងទៅយើងប្រើ AI ដើម្បីគាត់ detect ថា product ហ្នឹងឈ្មោះអី
មានគេហៅ say description ឲ្យហ្មងចាអញ្ចឹងមានន័យថាយើងអត់ចាំបាច់ចំណាយពេល typing ទៀតទេ picture របស់ AI ហ្នឹងគឺគាត់អាចចាប់ដឹងថាផលិតផលយើងជាស្អីទៀតអញ្ចឹងក្រុមការងារនឹងបង្ហាញអញ្ចឹង Cambodia Trade វិវត្តខ្លួនឯងដើម្បីជួយសម្រួលទៅដល់ម្ចាស់អាជីវកម្មទាំងអស់ដើម្បីឲ្យគាត់ជួយអាច upload product របស់គាត់ចូលទៅក្នុង Cambodia Trade ដែលងាយស្រួលចាអញ្ចឹងសូមអញ្ជើញនៅដល់ពេលល្ងាចចាហើយអរគុណណាស់ដែលបានជួយមកនៅថ្ងៃនេះហើយសង្ឃឹមថាវគ្គបណ្ដុះបណ្ដាលនេះបានទទួលនៅផ្លែផ្កាល្អហើយសូមជូនពរអាយដាមលោកជំទាវអុកញ៉ាទាំងអស់ហើយនឹងបងប្អូនសហគ្រិនទាំងអស់ដើម្បីឲ្យបានទទួលជោគជ័យយ៉ាងត្រចះត្រចាំងក្នុងវិថីធុរកិច្ចថ្មីនេះចានាងខ្ញុំសូមបើកកម្មវិធីនេះចាសូមអរគុណចាសសូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះសន្ទរកថាគន្លឹះដ៏មានសារៈសំខាន់របស់លោកជំទាវរដ្ឋលេខាធិការតែបានផ្ដល់ជាធម៌ពលសម្រាប់ជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម Digital នៅកម្ពុជាគោលនយោបាយល្អបង្កើតបរិយាកាសល្អបង្កើតឱកាសល្អហើយឱកាសល្អនឹងនាំឲ្យមានភាពជោគជ័យប្រកបដោយចីរភាពចា៎ដើម្បីឲ្យពេលវេលាដ៏មានអត្ថន័យនេះคล้ายជាអនុស្សាវរីយ៍ដ៏ល្អនិងមានតម្លៃនាងខ្ញុំសូមគោរពអញ្ជើញលោកជំទាវរដ្ឋលេខាធិការលោកអុកញ៉ាអាយដាមលោកជំទាវលោកស្រីអញ្ជើញផ្ដល់កិត្តិយសថតរូបរួមគ្នាចាសូមអង្គពិធីទាំងមូលមេត្តាអញ្ជើញក្រោកឈរឡើងដើម្បីថតរូបរួមគ្នាជាអនុស្សាវរីយ៍ចាសូមអញ្ជើញចាសូមគ្រប់អរគុណនិងសូមមេត្តាសម្រួលអរិយាប័ត្រដើម្បីបន្តកម្មវិធីរបស់យើងជាបន្តទៅទៀតអត់ទាន់ break អីចាចាដោយខ្ញុំមិនហ៊ានសម្រេចបើលោកទាវថាតចាំតិចសូមអធិស្ឋានចាសូមទោសតាមការពិតទៅយើងចាយពេលវេលារៀងច្រើនបន្តិចចឹងធ្វើឲ្យមានន័យថារបៀបវិរៈរបស់យើងហ្នឹងវាចេះតែចារំកិលអញ្ចឹងទេសូមមេត្តាអធិស្ឋានចាសូមមេត្តាចាំបន្តិចចាខ្ញុំគិតថាកពើដូចជាអរះទេឬមួយក៏កពើរះចាអូខេចាសូមអធិស្ឋានតាមការពិតទៅបើសិនជាយើង break ធ្វើឲ្យយើងដាច់កម្មវិធីអញ្ចឹងយើងបន្តជារឿងល្អចាចាដោយសារពេលវេលានិយាយរួមទៅចាំភាសាបាយថ្ងៃត្រង់តែម្ដងទៅពីព្រោះម្ហូបយើងពិសេសសុទ្ធតែវិចខ្ចប់ដោយស្មុកទៀតចាអញ្ចឹងទេនាងខ្ញុំសូមអនុញ្ញាតបន្តកម្មវិធីរបស់យើងជាបន្តទៅទៀតអញ្ចឹងយើងឈានចូលដល់បទបង្ហាញទី1ស្ដីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកលើថ្នាល cambodiatrade.com ដែលជាថ្នាល Digital ដ៏សំខាន់មួយនៅក្នុងការជំរុញការតភ្ជាប់ទីផ្សារនិងការពង្រីកឱកាសនាំចេញសម្រាប់សហគ្រាសកម្ពុជានាងខ្ញុំសូមគោរពអញ្ជើញលោកពុនសុគន្ធករណាមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានផែនការស្ថិតិនិងព័ត៌មានពាណិជ្ជកម្មអញ្ជើញឡើងកាន់វេទិកាចាដើម្បីធ្វើបទបង្ហាញជូនដល់អង្គពិធីចាសូមអញ្ជើញ